កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន OBC រយៈពេល3ថ្ងៃរវាងយោធភូមិភាគ5កម្ពុជានិងភូមិភាគ1ថៃមិនទាន់រកឃើញចំណុចរួមនៅឡើយទេកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃរវាងយោធភូមិភាគទី5របស់កម្ពុជានិងកងទ័ពភូមិភាគទី1របស់ថៃដែលបានប្រព្រឹត្តទៅរយៈពេល3ថ្ងៃបានបញ្ចប់ដោយមិនទាន់អាចរកឃើញចំណុចសមស្របគ្នារវាងភាគីទាំងពីរនៅឡើយទេនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី29 ខែមករាឆ្នាំ2026កិច្ចប្រជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមករាឆ្នាំ2026នៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានរបស់កម្ពុជាថៃក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាដោយសារភាគីទាំងពីរមិនទាន់រកឃើញចំណុចកណ្ដាលរួមគ្នានៅឡើយដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញដើម្បីបន្តផ្លាស់ប្ដូរឯកសារនិងពិភាក្សាបន្ថែមឈានទៅរកការឯកភាពគ្នានាពេលខាងមុខមុននឹងមានការរៀបចំពិធីចុះហត្ថលេខានិងកិច្ចប្រជុំផ្លូវការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃដែលហៅកាត់ថា OBC ក្រសួងការពារជាតិក៏បានរំលឹកផងដែរថាកិច្ចប្រជុំនេះធ្វើឡើងស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅដែលហៅកាត់ថា GBC រវាងកម្ពុជានិងថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងគោលបំណងបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិងលើកកម្ពស់សន្តិភាពស្ថិរភាពរវាងប្រទេសទាំងពីរឈានទៅរកការវិលត្រឡប់មកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័សគួរបញ្ជាក់ថាតំបន់កងទ័ពភូមិភាគទី1របស់ថៃគ្របដណ្ដប់ខេត្តស្រះកែវដែលមានព្រំដែនជាប់នឹងខេត្តបន្ទាយមានជ័យក្នុងតំបន់យោធភូមិភាគទី5របស់កម្ពុជាក្រោយការបញ្ចប់ជម្លោះប្រដាប់អាវុធនៅចុងខែធ្នូឆ្នាំ2025កងទ័ពភូមិភាគទី1ថៃត្រូវបានរាយការណ៍ថាបានឈូសឆាយផ្ទះសម្បែងនិងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនព្រមទាំងសាងសង់លេនដ្ឋានដាក់ទូកុងតឺន័រនិងរាយបន្លាលួសចូលជ្រៅមកក្នុងទឹកដីកម្ពុជានៅតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅនិងតំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យសកម្មភាពទាំងនេះបានបង្កឲ្យពលរដ្ឋខ្មែរជាង 2000 គ្រួសារនៅតំបន់រងផលប៉ះពាល់មិនអាចវិលត្រឡប់ទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញបានទេត្រូវបន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្នទោះបីជាក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ភាគីទាំងពីរបានឯកភាពអនុញ្ញាតឲ្យជនស៊ីវិលវិលត្រឡប់ទៅរស់នៅនិងប្រកបជីវភាពធម្មតាដោយសុវត្ថិភាពនិងមានសេចក្តីថ្លៃថ្នូរនៅតំបន់រៀងៗខ្លួនក៏ដោយ